ការព្យាបាលជំងឺមហារីកបងប្អូនគឺថ្លៃខ្លាំងមែនទែនតាមប្រភេទមហារីកមួយខុសៗគ្នាការព្យាបាលតម្លៃអត់ដូចគ្នាទាំងអស់ទេខ្ញុំឃើញ comment មួយចំនួនដែលគាត់និយាយថាមកពីខ្ញុំនឹងមានលុយទើបបានទទួលការព្យាបាលបានហ្នឹងហើយតាមពិតជាក់ស្ដែងគឺខ្ញុំប្រើបូសសចេញឲ្យខ្ញុំជាង 90% អ្នកទាំងអស់គ្នាវីដេអូកាលពីមុនគឺខ្ញុំធ្លាប់បានរាយរាប់ឲ្យថាបូសសចេញឲ្យខ្ញុំអីគេខ្លះហើយខ្ញុំចេញខ្លួនឯងអីគេខ្លះអញ្ចឹងណាអញ្ចឹងបានវីដេអូមួយចំនួនគឺខ្ញុំតែងតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាគួរតែធ្វើបូសសម្នាក់មួយទៅដោយសារអីខ្ញុំឃើញអត្ថប្រយោជន៍វាច្រើនខ្ញុំក៏ឃើញនៅក្នុង comment មួយចំនួនដែរដែលនិយាយថាការធ្វើបូសហ្នឹងរៀងពិបាកជាងមុនក៏ប៉ុន្តែខ្ញុំគិតថានៅតែអាចធ្វើបានជាងពួកអីមិត្តភ័ក្ដិខ្ញុំប្រហែលជាកន្លះខែមុនគឺគាត់ទៅធ្វើទៅដល់ office គេសួរព័ត៌មានគេអញ្ចឹងណាគាត់ធ្វើបានអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏អាចធ្វើបានដែរអញ្ចឹងទៅកុំចាំបើសិនជាខ្ញុំអត់មានបូសទេខ្ញុំអាចចាយក្នុងចន្លោះ$35,000 ទៅ$40,000ប៉ុន្តែដល់ពេលមានបូសគឺជួយសម្រួលខ្ញុំច្រើនខ្លាំងមែនតើខ្ញុំជឿថាគ្មានអីសំខាន់ជាងលុយទេអ្នកទាំងអស់គ្នានៅពេលដែលយើងអត់មានលុយអត់ទាំងហ៊ានទៅពេទ្យផងប៉ុន្តែដល់ពេលយើងមានបានអញ្ចឹងមួយទៅពេលយើងឈឺរៀងធ្ងន់ឬមួយក៏ឈឺល្មមក៏យើងអាចមានលទ្ធភាពទៅពេទ្យបានដោយប្រើទៅបានអញ្ចឹងណាហើយឥឡូវហ្នឹងគឺគេប្រើទលំទលាយខ្លាំងមែនតើអញ្ចឹងកុំភ័យបារម្ភអីថាអូទៅពេទ្យអត់យកចិត្តទុកដាក់អីអត់ទេកុំគិតអញ្ចឹងគួរតែធ្វើម្នាក់មួយទៅហើយបងប្រចាំខែក៏មិនថ្លៃហ្មងដែរបងប្អូនមួយចំនួនឆាតមកសួរខ្ញុំតែប៉ុន្តែខ្ញុំមិនមែនធ្វើការនៅបូសតែគ្រាន់តែថាផ្សព្វផ្សាយឲ្យអ្នកនរគ្នាហ្នឹងទៅ office គេទៅសួរព័ត៌មានមួយគេទៅបើថាសួរមួយខ្ញុំគឺខ្ញុំអត់សូវដឹងព័ត៌មានច្បាស់ទេដោយសារពេលដែលខ្ញុំទៅធ្វើ2ឆ្នាំមុនខ្ញុំទៅដល់ office គេហ្មងអញ្ចឹងមានភាពងាយស្រួលក្នុងការធ្វើអញ្ចឹងណាហ្នឹងហើយបើសិនជានៅតាមខេត្តរក office search មើល office ណាដែលនៅចិត្តបំផុតអញ្ចឹងទៅ office ហ្មងទៅមិនឆាតវិញខ្ញុំទេដោយសារព័ត៌មានមួយចំនួនគឺខ្ញុំអាចឆ្លើយបានដែរហើយវីដេអូក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ